ប៉ុន្មានថ្ងៃមុនឃើញថាមានការជជែកគ្នាយ៉ាងផុសផុលអំពីរឿងតម្លៃស្រូវរបស់ប្រជាកសិករខ្មែរលក់បានតម្លៃថោកក្រោយពីការតូនតែរបស់ប្រជាកសិករស្រូវខ្មែរឥឡូវនេះឃើញថាវិបត្តិស្រូវមានតម្លៃថោកនេះគឺមានដំណោះស្រាយបណ្ដៅហើយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្មនិងអ្នកសារព័ត៌មានដោយឡែកសម្រាប់ប្រជាកសិករបង្កបង្កើនផលដំឡូងមីវិញក៏មិនខុសគ្នាពីកសិករស្រូវដែរពេលនេះប្រជាកសិករដាំដុះដំឡូងមីបានសម្ដែងនៅក្តីបារម្ភជាខ្លាំងខ្លាចមានការជំពាក់លុយគេបន្ថែមទៀតជាពិសេសលុយធនាគារព្រោះតែនៅឆ្នាំនេះតម្លៃដំឡូងមីមានតម្លៃថោកខ្លាំងពេកការទូទាត់ថ្លៃដាំថ្លៃជីថ្លៃថែទាំថ្លៃកម្មករនិងថ្លៃដឹកជញ្ជូនគឺពួកគាត់មិនសល់អ្វីឡើយព្រោះដំឡូងមីរបស់ពួកគាត់លក់បានត្រឹមតែជាង200រៀលប៉ុណ្ណោះក្នុង1គីឡូក្រាមយោងតាមការត្អូញត្អែរបស់ប្រជាកសិករដាំដុះដំឡូងមីគឺពួកគាត់ចង់ឲ្យរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធសូមជួយសម្របសម្រួលនិងរកទីផ្សារដំឡូងជូនពួកគាត់ធ្វើយ៉ាងណាឲ្យតម្លៃដំឡូងមីរបស់ពួកគាត់ប្រសើរជាងនេះបន្តិចតែលោកពួកគាត់សល់លុយខ្លះក្រោយពេលពួកគាត់ប្រមូលផលដំឡូងហើយអញ្ចឹងបានថាក្នុងនាមខ្ញុំក៏ជាកូនកសិករដែលនោះគឺខ្ញុំយល់អំពីអារម្មណ៍របស់ប្រជាពលរដ្ឋយើងដែលគាត់ដាំដុះដំឡូងមីណាបាទគឺពួកគាត់តូនតែថាពិបាកហ្នឹងគឺខ្ញុំយល់អំពីអារម្មណ៍នេះថាពិតជាពិបាកមែនតាមពិតទៅការដាំដុះផលិតផលផ្នែកកសិកម្មដូចជាដំឡូងមីអីជាដើមនេះតម្រាំនឹងកើតតម្រាំនឹងបានផលណាគឺគាត់ចំណាយអស់ច្រើនណាជួនកាលគាត់ជួលដីគេទេជួនកាលហ្នឹងគាត់ដាំដុះ2ទៅ3ដងទៅហើយដំឡូងរបស់គាត់ដាំដុះបានល្អអញ្ចឹងការចំណាយទៅលើការដាំដុះទៅលើការបង្កបង្កើនផលពីដើមដៃមកទល់ដល់ថ្ងៃដល់ប្រមូលផលនេះគឺគាត់អស់លុយច្រើនណាស់បាទគឺគាត់ខាតទាំងលុយខាតទាំងពេលដឹងវេលាក្នុងការថែទាំអត់បានតែរកស៊ីអីនៅក្រៅទេអញ្ចឹងនៅពេលដែលខែដែលគាត់ត្រូវប្រមូលផលហើយបែរជាតម្លៃដំឡូងរបស់ពួកគាត់ហ្នឹងមានតម្លៃទាបដឹងតម្លៃថោកយ៉ាងដូចនេះទៀតគឺជារឿងមួយដែលលំបាកមែនទែនសម្រាប់ពួកគាត់ដែលជាកសិករអញ្ចឹងយើងដឹងស្រាប់ហើយថាពាក្យថាកសិករដូចជាកសិករខ្មែរយើងឥឡូវនេះដែលគាត់មានដីហ្នឹងគឺក្រៅពីដាំដំឡូងហ្នឹងមិនដឹងជាដាំស្អីកើតទេអញ្ចឹងទោះបីដំឡូងហ្នឹងវាមានតម្លៃមិនស្ថិរភាពបណ្ដោយក៏គាត់ត្រូវតែដាំដំឡូងដែរព្រោះអីគាត់អត់មានជំរឿមិនដឹងថាដាំអ្វីមួយឲ្យមានទីផ្សារឲ្យប្រកបវាអត់មានអញ្ចឹងទីជំរឿជាមួយគាត់របស់គាត់ហ្នឹងគឺដាំដំឡូងមីនឹងឯងអញ្ចឹងនៅពេលដែលគាត់ដាំដុះហើយបានផលហើយបែរជាតម្លៃថោកយ៉ាងដូចនេះគឺជារឿងមួយដែលលំបាកមែនទែនសម្រាប់ពួកគាត់ដែលជាកសិករ